នេះគឺជាសកម្មភាពដែលគេចាក់បេតុងលើផ្លូវថ្នល់នៅខាងភូមិកតាចាប់ពីខាងវត្តជ្រួយបិទមាសមកដល់ខាងវត្តពហិលួងបងប្អូនអរគ្នាបានផ្លូវមួយខ្សែនេះស្រួលជិះមែនតើណាពីព្រោះថាយើងធ្លាប់ទៅជិះរាល់ដងវាបែកផុកម៉ាំអីជាប់ម៉ូតូអីចឹងទៅដល់ពេលចាក់បេតុងចឹងស្អាតទៅតែបើនិយាយពីកម្រាស់ផ្លូវដែលគេចាក់បេតុងនោះវិញក្រាស់មែនតើបងប្អូនអរគ្នាហើយគឺកម្រាស់នេះមើលតាមស្មានវិញចោចង់ពីតាក់អូសនំពរទៅដល់បងប្អូនអរគ្នាសិស្សសាលានៅខាងក្រុងសួងទាំងអស់គ្នាផងពេលដែលបានផ្លូវថ្នល់ស្អាតចឹងឯងខ្ញុំកុំជិះផ្លូវបើកម៉ូតូលឿនពេកពីព្រោះថាពេលបើកម៉ូតូលឿនទៅឃើញតែគ្រោះថ្នាក់នៅកែងខ្នល់ហ្នឹងជីដល់កែងនេះដែរនាំគ្នាជាផ្លែផងឃើញភាគច្រើននាំគ្នាជីដល់ផ្លូវកែងអីចឹងអត់សូវនាំគ្នាជាផ្លែចាំបាច់ឃើញតែគ្រោះថ្នាក់អីចឹងបើតាមមើលការគ្រោះថ្នាក់នៅខាងក្រុងសួងលើផ្លូវថ្នល់កែងយាយវិញភាគច្រើនហ្នឹងគឺយើងជីបើកលឿនពេកតែម្ដងហ្នឹងខ្លាមដល់គុណទៅដល់ចវាយក្រុងសួងនិងមេភូមិសួងដែលខំប្រឹងអភិវឌ្ឍផ្លូវថ្នល់នៅក្នុងក្រុងសួងនេះយ៉ាងច្រើនមែនតើហើយក៏ឲ្យបងប្អូនប្រជាពលរដ្ឋយើងស្រួលជិះផងដែរវីដេអូយើងមានតែប៉ុណ្្នឹងទេពីខ្ញុំបាទកំហុងសូមជម្រាបលាបាយបាយ